មុនខ្ញុំបាននិយាយ soft starter ហ្នឹងវាល្អសម្រាប់ដេមរ៉ា motor កុំឲ្យវាអុកណាប៉ុន្តែវាទំហំធំវាបាត់បង់លើកម្ដៅលើតាហាល់ណាអញ្ចឹងឥឡូវនេះគឺទូបញ្ជាដល់ soft starter low auxiliary low បានន័យថាបាត់បង់អាថាមពលចិញ្ចឹមតិចបំផុតគឺខ្ញុំអត់មាន heater អីដូចមុនទេណាឥឡូវចាំមើលនេះចាំមើលនេះនេះអញ្ចឹងនេះភ្លើងចូលហើយទៅ motor អញ្ចឹងអា Caleb VR ទី1សម្រាប់ motor ដើរអា Caleb VR ទី2នេះសម្រាប់សុសណាឥឡូវខ្ញុំនឹងដើរឲ្យមើលណានឹងអញ្ចឹងសុសវាដើរមិននេះ heater នៅនេះអញ្ចឹងខ្ញុំដើរឲ្យមើលនេះខ្ញុំកាច់ដើរហ្មងណាចាំមើលដើរមិនណាឃើញឃើញអ៊ីដើរយ៉ាងកំពូលភ្លឺតិចគេអាហ្នឹងសុសអញ្ចឹងសុសគ្រប់វានឹងលោតមកទី1នេះមើលតង់ចុងឡើងគ្រប់លោតមកទី1នេះណាឃើញហ្នឹងហើយឃើញឥឡូវខ្ញុំអាហ្នឹងឲ្យដើរនៅហ្នឹងឥឡូវខ្ញុំកាច់លើប៊ូតុងនេះម្ដងឥឡូវខ្ញុំកាច់ដើរហ្មងនេះកាច់ដើរនៅនេះក៏បានដែរនេះកាច់ដើរនេះបាទខ្ញុំចុចនេះមកអូតូនេះដើរនេះក៏បានដែរឃើញនេះខ្ញុំកាច់មកបិទនេះឃើញឥឡូវខ្ញុំកាច់មកអូតូនេះអូតូនេះអញ្ចឹងអានេះខ្ញុំចុច emergency stop ដើម្បីដូចជាកុងតាក់ប៉ោលកុងតាក់អីក៏បានដែរដើម្បីយើងយកឥឡូវខ្ញុំបើកឲ្យកុងតាក់នឹងភ្ជាប់នេះគេវាដើរអញ្ចឹងសុសបាននេះតង់ចុងទៅទិញម្ដងពឺភ្លឺឡងទិញម្ដងតិចមើលអ៊ីឃើញអ៊ីអាសុសនេះឃើញហ្នឹងហើយនេះតើគ្រប់វាលូតទៅនោះហ្មងណាឃើញលូតក្លិតអ៊ីមកនេះហ៎អញ្ចឹងCalebនិយាយពីមុនមកធ្វើអញ្ចឹងហ្មងណាហ្នឹងឥឡូវមើលខាងក្នុងវាអត់មានពិបាកទេណាប្រអប់របស់ Caleb អាចដកបានណានេះខ្សែអាចដកបានណាអញ្ចឹងនេះភ្លើងចូលនេះភ្លើងទៅ motor នេះទៅសុសនេះបាន heater នេះគេណាអត់មានពិបាកទេណាចង់ផ្ដាច់ក្លឹបឃើញទេឧបករណ៍តេស្តចល័តរបស់យើងនឹងដូរពី Caleb 88 W ទៅជា MCB soft starter ជាមួយនឹង motor នៅទឹកពីផ្ទះស្ដែងណាហ្នឹងហើយ MCC soft starter យើងអាច soft starter ជាមួយ motor អត់មាន soft starter ក៏បានមាន soft starter ក៏បានពឹងលើតួនាទីរបស់ Caleb VR បូកទាំងពីរក្នុងប្រអប់គេឲ្យនេះជាមួយ motor នោះចាំមើលលឿន motor ខ្ញុំដើរអត់ប្រើ soft starter ខ្ញុំដើរចាំមើលណាចាំមើលលឿន motor នោះធ្វើទៅយកហ្មងណាអាហ្នឹងមួយណាហ្នឹងហើយឲ្យមួយ soft starter ចាំមើលឲ្យមួយ soft starter ចាំមើល motor អូខេតិចទៅអត់លឿនដូចមុនទេទៅដល់វាលោតហ្មងតិចឃើញទេណាឃើញហើយឃើញវាលោតទៅនោះអស់ហើយអានេះអត់មានមីលីអាំពែទេណាមើលអំពែចាស់ដែរអាមួយមាន soft starter វិញទៅយឺទេវាអត់លើ30ទេណាហ្នឹងហើយឥឡូវជាមួយនឹងsoft starter ឃើញវាទៅវុបនេះត flow motion បានមើលឃើញអញ្ចឹងវាអាចដល់118វាលើ30ទៀតណាអញ្ចឹងពួកអតនិចហ្នឹងមើលឃើញគឺពួកលូតលេខមើលអត់តនេះអាហ្នឹងណាហ្នឹងដូចផ្លេផ្ទូអញ្ចឹងដេមរ៉ាកើន4 10ដងអញ្ចឹងធ្វើឲ្យប្រព័ន្ធក្នុងផ្ទះយើងហ្នឹងវាខ្សៀវមួយផ្លេតអញ្ចឹងឧបករណ៍នឹងងាយខូចណាអាយុកាលខ្សោយបើ inverter solar រឿងកម្លាំងយើងតូចបាននឹងងាយខូចហើយ